សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះវិលមកជួបគ្នាសាជាថ្មីជាមួយខ្ញុំបានមីស្ទ័ររស្មីថ្ងៃនេះគឺខ្ញុំមករំលឹកពីគុណចាស់ភាសាដូចជាខានញ៉ាំប៊ីរឿងយូរដែរហើយថ្ងៃនេះគឺខ្ញុំមកធ្វើវីដេអូអំពីការញ៉ាំប៊ីរបស់ខ្ញុំហើយនេះលេង2ជាប់តែម្ដងមុនដាក់តែមកជាប់ថ្ងៃលេង2ជាប់តែម្ដងអញ្ចឹងចង់ដឹងថាខ្ញុំញ៉ាំប៊ីអស់ឬមិនអស់ទៅតាមដានវីដេអូទាំងអស់គ្នាលើនេះខ្ញុំចាប់ផ្ដើមប្រតិបត្តិការរបស់ខ្ញុំបាទចង់ដឹងថាញ៉ាំអស់ឬមិនអស់អត់អស់ទេមើលទៅច្រើនណាស់បាទអ្នកគ្នារោញ៉ាំហ្នឹងក្មួយអត់សុំញ៉ាំដែរចង់ចាប់ឲ្យបន្តិចទេវាមកអង្គុយចាំនឹងពីក្បាលដបូងថាញ៉ាំប៊ីរៀងយូរដែរនេះចូលចិត្តមួយខែអត់ដែរញ៉ាំប៊ីព្រោះអីអត់សូវញ៉ាំប៊ីញ៉ាំទេព្រោះអីសុខភាពគឺសំខាន់ណាស់នេះព្រោះញ៉ាំម្ដងគឺល្អបំផុតបាទញ៉ាំម្ដងទៅនេះខ្ញុំដាក់តែរបស់ហឹលណាគេតែចេះត្រឹមមួយម៉ាត់បានទេគួរឆ្ងាញ់ដល់កជាតិឆ្ងាញ់មានឆ្ងាញ់ធម្មតានេះគេឆ្ងាញ់ចុយមកឆ្ងាញ់ដល់ក៏សឡិតចាននេះមិនធម្មតាទេ